Ba chuẩn bị xuống ông ônខ្ញុំចែកចម្លែកវិធីសាស្ត្រមានប្រយោជន៍មួយសម្រាប់បងប្អូនដែលចង់ដាំទុរេនរួចហើយចង់ចំណាយលុយតិចចំណាយលុយទិញកូនបងប្អូនអាចសាកវិធីនេះបានណាខ្ញុំនឹងធ្វើឲ្យនេះគឺជោគជ័យបងប្អូនណាគឺបើសិនយើងទិញកូនគេក៏មកដើមខ្ទង់$10ដែរអញ្ចឹងបើយើងធ្វើវិធីនេះគឺវាសល់លុយជិត$10ដោយយើងយកនេះ យកក្របទុរេនហ្នឹងយើងបដោះឲ្យដោះមករួចហើយយើងយកមកតជាមួយនឹងនេះតដើមទុរេនតដើមមួយដើមទុរេនមកចប់ចាខ្ញុំស្គូតដូចខ្ញុំ28ថ្ងៃចប់ហើយអានេះខ្ញុំតបាន28ថ្ងៃឃើញវាចប់ហ្នឹងអញ្ចឹងយើងអាចកាត់បានណាមើលខ្ញុំកាត់ឲ្យបងប្អូនមើលណាកាត់វាណាពេលវាចប់យើងកាត់អាត្រឹមនេះមកនេះកាត់ត្រឹមម៉េចនេះមកមើលបាទកាត់ចាំមើលខ្ញុំកាត់ត្រឹមហ្នឹងមកណាបាទ